មនុស្សខ្លាំងបំផុតមួយចំនួនគឺមិនមែនជាមនុស្សដែលនិយាយសំឡេងខ្លាំងបំផុតនោះទេប៉ុន្តែជាមនុស្សដែលស្ងៀមស្ងាត់បំផុតពួកគេមិនចាំបាច់បង្ហាញខ្លួនដើម្បីឲ្យគេគ្រប់គ្នាគោរពទេព្រោះកម្លាំងរបស់ពួកគេគឺមានមកពីខាងក្នុងស្រាប់មកហើយនៅពេលដែលតម្លៃរបស់អ្នកមិនអាស្រ័យទៅលើការយល់ឃើញពីអ្នកដទៃនោះគឺគ្មាននរណាម្នាក់អាចមើលងាយអ្នកបានឡើយសម្រាប់ថ្ងៃនេះយើងនឹងស្វែងយល់ថាហេតុអ្វីភាពស្ងៀមស្ងាត់អាចក្លាយទៅជាអំណាចឥទ្ធិពលដ៏ខ្លាំងបំផុតហើយរបៀបបង្កើតភាពជឿជាក់ដែលមិនអាចរលំបាននោះទោះបីជាពិភពលោកពោរពេញទៅដោយការវិនិច្ឆ័យក៏ដោយសូមស្វាគមន៍មកកាន់ Channel Grow Yourself with Me ឬក៏អភិវឌ្ឍខ្លួនឲ្យរឹងមាំជាមួយខ្ញុំនៅកន្លែងដែលពួកយើងតែងតែកសាងអភិវឌ្ឍខ្លួនឯងតាមរយៈការអភិវឌ្ឍនៅផ្នត់គំនិតរបស់យើងម្នាក់ៗឲ្យកាន់តែខ្លាំងស៊ីជម្រៅនិងជាមួយនឹងភាពវៃឆ្លាតសុចរិតភាពនិងភាពរឹងមាំពីខាងក្នុងមកសម្រាប់វីដេអូនៅថ្ងៃនេះគឺសម្រាប់អ្នកដែលមានអារម្មណ៍ថាត្រូវបានគេមើលរំលងឬក៏ត្រូវបានការមើលងាយមកហុំព័ទ្ធព្រោះអ្នកជាមនុស្សដែលស្ងៀមស្ងាត់មិនសូវនិយាយឬក៏មិនចូលចិត្តបង្ហាញខ្លួនឲ្យមនុស្សជុំវិញបានឃើញសង្គមជាច្រើនគឺតែងតែច្រឡំថាមនុស្សដែលមានការនិយាយបែបខ្លាំងគឺមានទំនុកចិត្តខណៈដែលមនុស្សស្ងៀមស្ងាត់ត្រូវបានគេចាត់ទុកថាគឺជាមនុស្សខ្សោយប៉ុន្តែការប៉ັດវិញនោះគឺអំណាចពិតប្រាកដវាមិនចាំបាច់ត្រូវការឲ្យយើងមានសម្លេងខ្លាំងមានគេឈ្មោះល្អទៅគ្រប់គ្នាឃើញថាយើងជាមនុស្សពូកែនោះទេកម្លាំងពិតប្រាកដនោះគឺការចេញពីស្ថិរភាពដែលមាននៅខាងក្នុងមិនមែនពីការទទួលស្គាល់ពីអ្នកដទៃឡើយនៅពេលដែលអ្នកដឹងថាអ្នកជានរណាតម្លៃរបស់អ្នកគឺជាអ្វីនិងអ្វីដែលអ្នកឈរជើងអ្នកនឹងមានភាពរឹងមាំផ្លូវចិត្តដែលធ្វើឲ្យអ្នកមិនងាយនឹងរងការរំជួយពីពាក្យរិះគន់ឬក៏ការវិនិច្ឆ័យពីអ្នកដទៃឡើយភាពស្ងៀមស្ងាត់គឺមិនមែនជាការខ្សោយនោះទេប៉ុន្តែវាគឺជាសមត្ថភាពដែលមាននៅក្នុងការសង្កេតស្ដាប់និងគិតមុននិយាយមនុស្សដែលពឹងផ្អែកទៅលើការយល់ឃើញពីអ្នកដទៃជានិច្ចនោះគឺតែងតែផ្លាស់ប្ដូរខ្លួនឯងដើម្បីបំពេញការរំពឹងទុករបស់អ្នកដទៃជាជាងនៅអ្វីដែលខ្លួនពួកគេកំពុងតែមានខណៈដែលមនុស្សដែលគោរពខ្លួនឯងពីខាងក្នុងមកគឺតែងតែមានភាពស្ងប់ស្ងាត់និងមានភាពជឿជាក់លើខ្លួនឯងជានិច្ចដោយធម្មជាតិដោយមិនរំពឹងពីអ្នកដទៃគឺពួកគេអាចក្រោកឈរបានដោយខ្លួនឯងនិងរៀនរស់នៅដោយមិនរំពឹងពីអ្នកដទៃឡើយនៅពេលដែលតម្លៃខ្លួនឯងរបស់អ្នកនោះមកពីស្តង់ដារផ្ទាល់ខ្លួនមតិយោបល់អវិជ្ជមាននឹងខ្លាចទៅជាព័ត៌មានសម្រាប់រៀនសូត្រមិនមែនជាអ្វីដែលបំផ្លាញអារម្មណ៍របស់អ្នកទៀតទេភាពស្ងៀមស្ងាត់គឺវាបានផ្ដល់ឱកាសឲ្យអ្នកយល់ពីអារម្មណ៍ខ្លួនឯងនិងឆ្លើយតបដោយចេតនាណាមួយមិនមែនដោយអារម្មណ៍រំភើបឆាប់រហ័សនោះទេមនុស្សដែលមានភាពរឹងមាំពីខាងក្នុងមកគឺមិនចាំបាច់ប្រតិកម្មចំពោះមតិយោបល់អវិជ្ជមានក៏ដូចជារឿងដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ទាំងអស់នោះទេព្រោះពួកគេដឹងថាការវិនិច្ឆ័យភាគច្រើនបង្ហាញពីភាពសន្តិសុខរបស់អ្នកដទៃមិនមែនជាការពិតអំពីខ្លួនរបស់ពួកគេនោះទេហើយការស្ងៀមស្ងាត់នោះផងដែរក៏អាចទៅជាអត្ថប្រយោជន៍វិញបើយើងគិតវាក្នុងន័យវិជ្ជមានព្រោះថាវាបានអនុញ្ញាតឲ្យសកម្មភាពនិយាយជំនួសឲ្យពាក្យសម្ដីភាពជឿជាក់ពិតបង្ហាញតាមរយៈការអនុវត្តជាប្រចាំហើយការរក្សាព្រំដែនតខ្លួនវិញវានឹងរក្សានៅសុចរិតភាពទោះបីជាគ្មាននរណាមើលក៏ដោយសូម្បីតែការគោរពខ្លួនឯងក៏វាបានកើតឡើងពីការរក្សានៅពាក្យសន្យាជាមួយខ្លួនឯងការសម្រេចចិត្តឲ្យបានត្រឹមត្រូវនិងការបន្តអភិវឌ្ឍខ្លួនដោយភាពស្ងៀមស្ងាត់ជំនួសឲ្យការប្រឆាំងនឹងការវិនិច្ឆ័យវិញសូមសួរខ្លួនឯងថាតើមតិយោបល់នោះវាបានជួយក្នុងការលូតលាស់របស់អ្នកដែរឬទេឬក៏វាបានជួយជាអ្វីដែលជាប្រយោជន៍ឬក៏អត់បើសិនបើវាបានជួយអ្នកអាចរៀនពីវាប៉ុន្តែបើសិនបើវាមិនសមស្របនឹងតម្លៃរបស់អ្នកទេសូមអ្នកទុកវាចោលដោយសន្តិភាពដោយយើងមើលរំលងពីរឿងទាំងអស់នោះដែលវាមិនមែនជាប្រយោជន៍អ្វីសម្រាប់មកយើងនៅពេលដែលអ្នកបានបង្កើតនៅការទទួលស្គាល់ពីខាងក្នុងខ្លួនរបស់អ្នកមកគឺអ្នកនឹងទទួលបានហើយក៏បានខ្លាចទៅជាមនុស្សម្នាក់ដែលមានភាពអត់ធ្មត់មានស្ថិរភាពនិងមិនងាយទៅបានការបំភាន់ដោយមតិយោបល់ពីខាងក្រៅ
ហើយអ្នកក៏នឹងចេះសង្កេតឃើញថាសន្តិភាពផ្លូវចិត្តរបស់អ្នកគឺជំនួសឲ្យការចង់បង្ហាញខ្លួនជានិច្ចមនុស្សស្ងៀមស្ងាត់ប៉ុន្តែរឹងមាំគឺដឹងថាទំនុកចិត្តវាមិនមែនជាការនិយាយឲ្យខ្លាំងហើយភាពស្ងប់ស្ងាត់ក៏វាមិនមែនជាភាពខ្សោយឡើយពួកគេផ្ដោតតែមួយទេទៅលើការកសាងនៅទម្លាប់ល្អៗក៏ដូចជាការបំពេញភារកិច្ចជាប្រចាំការនិយាយដោយសុចរិតនិងការជ្រើសរើសបរិយាកាសដែលគ្រប់គ្រងនៅការលូតលាស់ជាបន្តបន្ទាប់ការអនុវត្តទាំងនេះគឺវាបានបង្កើតនូវភាពជឿជាក់ខ្លាំងមួយដែលធ្វើឲ្យអ្នកមានភាពរឹងមាំនៅផ្លូវចិត្តនិងមិនងាយរងនៅការប៉ះពាល់ពីការវិនិច្ឆ័យពីអ្នកដទៃគ្មាននរណាម្នាក់គឺអាចមើលងាយមនុស្សដែលពួកគេចេះគោរពខ្លួនឯងបានយល់ដឹងនិងស្គាល់តម្លៃខ្លួនឯងបានឡើយព្រោះការមើលងាយវានឹងបាត់បង់ឥទ្ធិពលអំណាចមកលើរូបអ្នកនៅពេលដែលអ្នកមិនទទួលយកវាចូលមកក្នុងអត្តសញ្ញាណរបស់អ្នកពីព្រោះអ្នកបានស្គាល់ថាអ្នកនៅចំណុចណាអ្នកមានអ្វីអ្នកគ្រប់គ្រាន់នឹងអ្វីហើយសមត្ថភាពអ្នកប៉ុណ្ណានៅក្នុងតម្លៃបែបណាដូច្នេះហើយគោលដៅវាមិនមែនជាការបង្ហាញថាអ្នកខ្លាំងទេប៉ុន្តែវាជាការក្លាយទៅជាមនុស្សដែលមានស្ថិរភាពពីខាងក្នុងនៅពេលដែលអ្នកគ្រប់គ្រងពិភពផ្លូវចិត្តរបស់អ្នកបានសម្រេច 100% សំឡេងនិងឥទ្ធិពលសកម្មភាពពីខាងក្រៅវានឹងក្លាយទៅជាសំឡេងដែលជាផ្ទៃខាងក្រោយតែប៉ុណ្ណោះវាមិនមែនជារឿងមួយដែលនៅពាំងពីមុខអ្នកឬក៏ជាស្រមោលដែលនៅដណ្ដានរបស់អ្នកនោះទេប៉ុន្តែវានឹងបានផ្សាយភាយទៅហើយអ្នកនឹងទទួលបាននូវរឿងល្អៗមកវិញដោយខ្លួនរបស់អ្នកបានគ្រប់គ្រងខ្លួនឯងផ្ទាល់ដូច្នេះហើយខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យសូមបន្តអភិវឌ្ឍកម្លាំងពីខាងក្នុងរបស់អ្នកមិនចាំបាច់បង្ហាញវាប៉ុន្តែដោយភាពស្ងៀមស្ងាត់ហើយបន្តអភិវឌ្ឍនៅផ្នត់គំនិតក៏ដូចជាទម្លាប់និងបានរីព្រមតែរបស់អ្នកឲ្យបានកាន់តែល្អហើយសូមខ្លាចខ្លួនទៅជាមនុស្សដែលមិនចាំបាច់បង្ហាញអំណាចទៅតាមសម្លេងនោះទេប៉ុន្តែបង្ហាញទៅតាមសកម្មភាពដូច្នេះហើយខ្ញុំមានប៉ុណ្នេះសម្រាប់ចែករំលែកទៅអ្នកទាំងអស់គ្នាបើសិនជាអ្នកនរគ្នាមានអ្វីចង់ចែករំលែកមកខ្ញុំវិញក៏អាចធ្វើជាមេតិកា comment នៅខាងក្រោមបានខ្ញុំក៏រីករាយនឹងទទួលយកអានហើយនឹងអភិវឌ្ឍខ្លួនដែលយើងផ្លាស់ប្ដូរនៅគំនិតល្អៗជាមួយគ្នាខ្ញុំក៏សូមអរគុណអ្នកនរគ្នាដែលបានស្ដាប់នៅវីដេអូនៅក្នុង channel របស់ខ្ញុំ Grow Yourself with Me ក៏ដូចជាភាគមួយនេះដែលជាភាគដែលខ្ញុំតែងតែស្វែងរកនៅប្រធានបទល្អៗយកមកចែករំលែកបើសិនបើវីដេអូនេះវាមានអត្ថន័យសម្រាប់អ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like និង subscribe មកកាន់ channel នេះហើយក៏អាចចែករំលែកទៅកាន់មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាដើម្បីបានស្ដាប់និងបានទទួលនៅអ្វីដែលល្អៗហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចែករំលែកនៅអ្វីល្អៗមកកាន់ខ្ញុំវិញព្រោះនេះជាគោលបំណងដែលខ្ញុំបង្កើតនៅ channel នេះហើយយើងនឹងផ្លាស់ប្ដូរគ្នាដើម្បីបន្តដំណើរកសាងអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាមនុស្សម្នាក់ដែលមិនចាំបាច់បង្ហាញតែជាមនុស្សស្ងៀមស្ងាត់ប៉ុន្តែរឹងមាំនិងមិនអាចដួលរលំបានដោយពីសកម្មភាពឥទ្ធិពលរបស់អ្នកដទៃហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជាមួយនឹងប្រធានបទថ្មីៗដែលល្អ